Soy arena, oh so bright. Baila conmigo toda la night. El ritmo suena, can you feel? Move. សូមស្វាគមន៍មកកាន់ Channel The Technology បាទថ្ងៃនេះយើងនឹងធ្វើការអនុវត្តផ្ទាល់ទៅលើការវាស់នៅ resistance មួយចំនួនបាទ resistance មួយចំនួនអញ្ចឹងក្រោយពីការសិក្សានៅទ្រឹស្ដីរួចរាល់យើងនឹងចេះអានបាទមានសមត្ថភាពអានពីពណ៌កូដបាទអញ្ចឹងក្នុងនោះបាទយើងមានហើយបាទយើងមានហើយបាទពណ៌របស់យើងបាទពណ៌របស់យើងបាទតាមនោះអានេះខ្ញុំសរសេរកាត់បាទប៉ុន្តែបងប្អូនយើងគួរតែមានតារាងមួយបាទមានតារាងមួយនៅក្នុងដៃដើម្បីស្រួលក្នុងការអាននៅពណ៌កូដរបស់ resistance បាទអញ្ចឹងពណ៌ខ្មៅបាទ0ត្នោតបាទ1ក្រហម2អញ្ចឹងទៅអញ្ចឹងនេះគឺជាតារាងមួយដែលខ្ញុំសរសេរត្រួសដើម្បីយកមកធ្វើបាទការវាស់នៅ resistance របស់យើងអញ្ចឹងខ្ញុំសូមបង្ហាញទៅលើផ្ទាំងអេឡិចត្រូនិករបស់យើងចំពោះ R14 មួយចុះនេះ R14 បាទដោយសារខ្ញុំអត់ចង់មើលបច្រាស់សតាមពិតបើយើងរាប់ពីខាងនេះមកវិញទេបាទលឿងបាទស្វាយក្រហមបាទនិងពណ៌មាសវាមាន4បាទ4ជួរដូច្នេះយើងត្រូវបាទត្រូវយ៉ាងម៉េចត្រូវដក2ជួរចេញមានន័យថា2ជួរខាងមុខគឺជាតម្លៃលេខ2ជួរខាងក្រោយគឺជាបាទកម្រិតលៀងបាទនឹងមេគុណបាទជួរទី1ពណ៌លឿងជាតួលេខជួរទី2បាទក៏ជាតួលេខជួរទី3គឺជាកម្រិតបាទនេះស្វ័យគុណបាទនេះស្វ័យគុណរបស់វាហើយនឹងជួរទី4គឺជាកម្រិតលៀងបាទអញ្ចឹងខ្ញុំធ្វើការវាស់បាទមិញខ្ញុំបើកវាចោលភាសាខ្ញុំបាទធ្វើតេស្តសាកល្បងបន្តិចបាញ់មិញអញ្ចឹងខ្ញុំបើកសារថ្មីមកវិញបាទដោយសារខ្ញុំបានអានពីតម្លៃវាហើយអញ្ចឹងខ្ញុំដឹងថាតើត្រូវបើកបាទចំណុចណាឲ្យត្រូវអញ្ចឹងខ្ញុំសូមយក20បាទ20គីឡូអូមហេតុអីបានជាខ្ញុំយក20គីឡូអូមបាទអញ្ចឹងយើងអានទាំងអស់គ្នាហើយលឿងបាទលឿងលេខ4បាទ4បាទស្វាយបាទស្វាយលេខប្រមាណបាទស្វាយលេខ7បាទស្វាយលេខ7បាទក្រហមបាទក្រហមស្វ័យគុណរបស់វាបាទគឺគុណនឹង100គុណនឹង100បាទហើយនឹងពណ៌ទឹកមាសបាទពណ៌ទឹកមាសបាទកម្រិតលៀងរបស់វាហ្នឹងគឺទៅដល់បាទ5%ច្រើនមែនតើបាទវាមានច្រើនយ៉ាងណាទៀតមានដូចជាពណ៌ប្រាក់ដល់ទៅ10%ហើយអ្វីដែលគ្មានពណ៌នោះវាដល់ទៅ20%បាទដូច្នេះយើងអាចដឹងថាវាតម្លៃវាគឺបើយើងបូកចូលគ្នាទៅគឺ4គីឡូជាងបាទ4.7 គីឡូប៉ុន្តែបើយើងគិតកម្រិតលំអៀងទៅបាទវាអាច 4.6 ឬក៏ 4.8 អីចឹងទៅអញ្ចឹងយើងគណនាជាក់ស្ដែងបាទសេតាមនឹងមកបាទសេតាមនឹងមកបាទ4បាទ4បន្តមកទៀត7បាទបន្តមកទៀតស្វ័យគុណវា100បាទអញ្ចឹងថែម0ប្រមាណបាទថែម0ប្រមាណបាទអញ្ចឹងយើងថែម0.2ទៀតមកបាទអញ្ចឹងបើយើងគិតជាគីឡូវាស្មើជាមួយនឹង 4.7 គីឡូហើយយើងគិតទៅលើស្វ័យគុណទៅបាទគិតស្វ័យគុណ 5% ទៅបាទស្វ័យគុណ 5% ទៅ
chẳng vì ai lương nâng 5% bà crom nâng 5% mình đây thật chả lo bị bản nắng ta đào bột nâng 5% rồi có crom nâng 5% chả lo đây vì bà vì prai pro nó cứ bản nắng bà bản nắng chẳng xem xong thôi cả bộ hỏi nữa bà ta việc đôi cho vay đây bà dương đại thực tế bà chẳng buồn chạy học sập pram bà buồn chạy học pram bà chẳng cứ việc tâm trời hái và có một tiết dương ai mơ bà resistance xem tiết bà resistance tiết đôi chị pram này cả đôi kia đấy buồn này cả đôi kia đấy po với đôi kia bà cái sập pram này cả đôi kia đấy bàปรับ 4 នេះគឺយើងអត់ដូចគ្នាទេបាទមានពណ៌ថ្នោតខ្មៅក្រហមបាទនិងពណ៌ទឹកមាសអញ្ចឹងយើងវាស់បាទ 9 ទាំងអស់គ្នាបាទនេះ 9 អញ្ចឹងមុននឹងវាស់យើងធ្វើដូចគ្នាមកបាទខ្មៅបាទខ្មៅអូនេះខ្មៅថ្នោតមុនបាទថ្នោតខ្មៅបាទក្រហមអញ្ចឹងយើងវាស់មើលត្រូវអត់បាទវាបាន1 គីឡូអូមអញ្ចឹងយើងមិនមែនវាស់ហើយយើងអត់អានទេយើងអានមើលដែរណាអានមើលដែរថាតើ1គីឡូនោះវាត្រូវអត់បាទយើងមើលទៅតារាងរបស់យើងបាទមានពណ៌អីខ្លះអំបញ្ញមិញបាទថ្នោតខ្មៅក្រហមនិងទឹកមាសថ្នោតបាទថ្នោត1បាទខ្មៅបាទខ្មៅ0បាទបន្តមកទៀតក្រហមបាទសេគុណវា100ដូចគ្នាបាទសេគុណ100ដូចគ្នាបាទអញ្ចឹងវាស្មើនឹង1 គីឡូអូមបាទត្រូវហើយ1 គីឡូអូមបាទអញ្ចឹងអានេះគឺកម្រិតលំអៀងវាបាទ 5% ដូចគ្នាអាចបាទស្មើនឹង1 គីឡូអាចស្មើនឹង1 គីឡូជាងឬក៏ក្រោម1 គីឡូគិតតាមនឹងទៅគិតតាមភាគរយនឹងទៅបាទអូខេវាមាន resistance ផ្សេងទៀតបាទរបៀបវាស់ resistance បាទពួកហ្នឹងគឺបែបនេះគឺយើងវាស់អញ្ចឹងខ្ញុំនឹងបង្ហាញ resistance ផ្សេងទៀតបាទដូចជាពួកប្រភេទបាទ SMD អញ្ចឹង SMD គេវាស់របៀបម៉េចយើងមើលទាំងអស់គ្នាឧទាហរណ៍ថានេះ301បាទ301មានន័យថាបាទ30ហើយយើងថែម0ពីក្រោយ1លេខចុងក្រោយហ្នឹងបង្ហាញពីស្វ័យគុណឬក៏ចំនួន0នៅពីខាងក្រោយរបស់វាអញ្ចឹងខ្ញុំយកបាទ301នឹងយកមកវាស់មុនឲ្យឃើញបាទអញ្ចឹងវាមានតម្លៃវាគឺ300អូមអញ្ចឹងខ្ញុំសុំចុចបន្ថយមកត្រឹមតែ2 គីឡូបានហើយព្រោះយើងចុច200វាអត់ចេញទេបាទអញ្ចឹងវាស់301បាញ់មិញតើត្រូវដែរអត់បាទអញ្ចឹងវា300អូមអូខេត្រឹមត្រូវបន្តមកទៀតខ្ញុំឲ្យមើលតទៀតបាទវាមានលេខអានេះឃើញតែ000បាទឃើញតែ000មិនដឹងថាវាបាំងអីខ្លះទេអញ្ចឹងសូមវាស់ឲ្យមើលដើម្បីបាទទៀងទាត់មើលវាប្រហែលអូមបាទអញ្ចឹងតម្លៃ000វាស់ទៅឃើញ0ដែរបាទ0ដែរអញ្ចឹងខ្ញុំសូមរក resistance ផ្សេងទៀតនេះតូចមែនតើ
ដូចជា5 12បាទ5 12មានន័យថា51ហើយ0 02ពីក្រោយអញ្ចឹងវា5គីឡូបាទ5គីឡូជិត1អញ្ចឹងសូមចុចឡើងលើវិញបាទ5គីឡូជិត1អញ្ចឹងយើងមើលមក5គីឡូដែរអត់បាទនេះ5គីឡូជិត08តទៅទៀតយើងមើលតទៀតដើម្បីរៀនចេះបានច្រើនបន្តិចណាខ្ញុំសូមបង្ហាញឲ្យបានច្រើនបន្តិចទៅលេខវាតូចពេកបាទអានេះខ្ញុំខំបរិយាអស់ហើយមើលអត់ច្បាស់បើរៀងធំបន្តិចស្រួលបាទខាងនេះខាងនេះមានបាទខាងនេះមានរៀងធំបន្តិចណាបាទ202អញ្ចឹងវាស្មើជាមួយនឹង2បាទ2គីឡូអញ្ចឹងយើងវាស់មក1.6បាទអញ្ចឹងសូមបន្ថយមកបាទ1.6ដែរបាទអញ្ចឹងចំពោះការវាស់រេស្តង់នេះបើសិនជាយើងចង់ឲ្យច្បាស់មែនទែនបាទយើងអាចបង្ហើបជើងវាចេញពីបាទចេញពីផ្ទាំងអេឡិចត្រូនិកបាទអញ្ចឹងបាទថ្ងៃនេះយើងសិក្សាពីការវាស់ resistance តែត្រឹមនេះបាទសូមអរគុណសូមជម្រាបលាបាទ